យើងធ្វើជាយុវជនកុំឲ្យគេជំរុញយើងច្រើនពេកកុំឲ្យគេថាកុំឲ្យចាត់ទុកខ្លួនឯងថាខ្លួនឯងជាមនុស្សដែលត្រូវស្នងតកូលស្នងប្រទេសជាតិអញ្ចឹងត្រូវតែគេលើកទឹកចិត្តអីគ្រប់រឿងពេកពីព្រោះចាស់ជំនាន់មុនក៏ធ្លាប់ជាយុវជនដែរគាត់បានឆ្លងកាត់រឿងច្រើនហើយមានឆន្ទៈខ្លួនឯងហើយការដែលគិតយ៉ាងដូចនេះអត់មានណាជួយគិតបានទេបើសិនបើយុវជនរូបណាមួយតម្រូវឲ្យអ្នកដទៃជួយលើកទឹកចិត្តគ្រប់តែរឿងពេកអាហ្នឹងជាមិនគួរជីវិតនោះមិនអាចទៅមុខបានទេហើយធ្វើជាមនុស្សមិនគួរតម្រូវឲ្យអ្នកដទៃមកជួយធ្វើរឿងណាដែលជាភារកិច្ចផ្ទាល់ខ្លួនរបស់ខ្លួនឯងទេអញ្ចឹងក្នុងហ្នឹងត្រូវមានស្មារតីដែលលោកប្រើពាក្យថាស្មារតីអង្គរក្នុងហ្នឹងអាត្មាប្រហែលជាអាចយល់បើសិនជាខុសជួយប្រាប់ផងអេដាមក្នុងស្មារតីគឺឃើញពាក្យមួយនិយាយថាឈើខ្លឹមផ្ទះមុំយុវជនខ្លឹមសង្គមខ្លាំងនេះហើយដើម្បីឲ្យសង្គមដើម្បីឲ្យសង្គមខ្លាំងត្រូវមានយុវជនខ្លឹមយុវជនខ្លាំងទីនេះមិនមែនខ្លាំងក្នុងអំពើហិង្សាក្នុងភាពអសិលធម៌ទេដើម្បីកសាងសង្គមបាននោះដែលសង្គមមួយខ្លាំងលុះត្រាតែពលរដ្ឋរបស់ខ្លួនមិនមែនតែយុវជនទេគឺគ្រប់វ័យទាំងអស់ខ្លាំងក្នុងចំណេះដឹងហើយនឹងបទពិសោធន៍ក្នុងការកសាងសង្គមអញ្ចឹងទេពាក្យខ្លីរបស់អាត្មាខ្លួនឯង20ឆ្នាំមុនក៏ជាយុវជនដែរគឺជាការទទួលខុសត្រូវក្នុងការអភិវឌ្ឍជីវិតហើយកាត់បន្ថយឲ្យច្រើនក្នុងការទាមទារឲ្យគេលើកទឹកចិត្តយើងឲ្យគេមកជួយគ្រប់រឿងរបស់យើងមកបដៅយើងគ្រប់រឿងទាំងអស់នេះគឺជាភាពរឹងមាំនៃបុគ្គលម្នាក់អរគុណនៅក្នុងពុទ្ធសាសនាមានការបង្រៀនមួយដែលលោកសាស្ត្រាចារ្យបានលើកហើយឃ្លាបង្រៀនរបស់ព្រះពុទ្ធហ្នឹងគឺល្បីពេញពិភពលោកមកហើយគេប្រើប្រាស់មកជាង2000ឆ្នាំហើយគឺពាក្យថាអត្តាហិអត្តនោនេថោពាក្យថាខ្លួនទីពឹងខ្លួននេះស្ដាប់ភាសាខ្មែររៀងឃ្លាឃ្លោងហ្នឹងពីរោះហើយប៉ុន្តែអ្នកខ្លះទៅជាយល់ច្រឡំពាក្យថាខ្លួនទីពឹងខ្លួនពាក្យថាទីពឹងនេធៈមានន័យថាពឹងហ្នឹងមានន័យថាជាអ្នកសម្រាប់ខ្លួនឯងមានន័យថាមនុស្សលោកហ្នឹងមានសមត្ថភាពមួយគឺមានសិទ្ធិមានសមត្ថភាពមានអំណាចដើម្បីនឹងសម្រេចជោគវាសនាខ្លួនឯងសាមញ្ញប៉ុន្តែជាអកុសលមនុស្សលោកភាគច្រើនអត់បានយល់ចឹងថាខ្លួនហ្នឹងមានអំណាចមហាសាលអ្នកឯងមិនអាចដឹងអំពីអំណាចមហាសាលនៅក្នុងពិភពខាងក្នុងបានទេអញ្ចឹងនៅក្នុងព្រះពុទ្ធសាសនាផ្ដើមដោះស្រាយរឿងអីក៏ដោយគឺត្រូវផ្ដើមចេញពីខាងក្នុងសិនបើអត់ផ្ដើមចេញពីខាងក្នុងទេគឺអត់រកកន្លែងចេញឃើញទេផ្ដើមចេញពីខាងក្នុងដំបូងចេញពីចិត្តនោះឯងដែលព្រះពុទ្ធលោកបង្រៀនថាខ្លួនជាទីពឹងខ្លួនមានន័យថាខ្លួនជាម្ចាស់វាសនារបស់ខ្លួនន័យមួយទៀតថាខ្លួនគឺជាអ្នកសម្រេចអ្វីគ្រប់យ៉ាងមានសមត្ថភាពគ្រប់យ៉ាងទាំងអស់ដើម្បីនឹងធ្វើកិច្ចការណាមួយដើម្បីសង្គ្រោះជីវិតខ្លួនឯងនេះគឺទ្រឹស្ដីពុទ្ធសាសនាទន្ទឹមនឹងហ្នឹងអាត្មាមើលឃើញចេះវិញទេឃើញថាមនុស្សគ្រប់សម័យកាលតែងតែមានវរៈបរោះហើយនឹងអ្នកធម្មតាយុវជនសម័យមុនក៏មានយុវជនដែលគាត់ក្រោកឈរមកអត់បានចឹងដែរគាត់បន្ទោសមេឃបន្ទោសផ្កាយបន្ទោសស្ទឹងទន្លេដងខែលងាខែត្រជាក់អីសពបែបយ៉ាងទាំងអស់ហើយក៏មានយុវជនដូចយុវជនប៉ែនបណ្ណាយុវជនសម្បូរវណ្ណរាយុវជនវិញស្រីវុឌ្ឍយុគមិញអាត្មាអានcomment មួយរបស់ Facebook ហ្នឹងឃើញគេទៅសេថាអូសិតតែក្រុមនៃអ្នកដែលមានឈ្មោះបោះសម្លេងនៅក្នុងកម្ពុជាហើយបើសិនជាបានចូលស្ដាប់មិនដឹងពីរសប៉ុណ្ណាអញ្ចឹងអ្នកទាំងអស់នេះបើស្ដាប់ប្រវត្តិទៅរួមទាំងអាត្មាដែរក៏សុទ្ធសឹងតែជាអ្នកតស៊ូវិរោះរឿងរ៉ាវជីវិតវាសុទ្ធតែប្រឹងអត់មានរឿងណាមួយដែលកើតចេញមកដោយឯងបានទេអញ្ចឹងត្រឡប់មកវិញនៅក្នុងនៃពុទ្ធសាសនាដំបូងត្រូវទទួលស្គាល់សិនទទួលស្គាល់ថាខ្លួនឯងអាចមានសមត្ថភាពខ្លួនឯងមានសមត្ថភាពខ្លួនឯងជាម្ចាស់នៃជីវិតហើយដំណាក់កាលទី2ខ្លួនឯងនឹងទៀតត្រូវថាតើគួរតែក្រោកឡើងឬក៏គួរដេកបន្ថែមទៀតហើយអត់មានអ្នកណាទៅជួយយើងបានទេពុទ្ធ
ផ្ដាំភិក្ខុសង្ឃថាតថាគតមានន័យថាខ្ញុំគ្រាន់តែបង្រៀនអ្នកទេរឿងអ្នកដែលធ្វើឲ្យសម្រេចបានអ្វីមួយគឺខ្លួនអ្នកខ្ញុំគ្រាន់តែបង្ហាញផ្លូវអ្នកទេខ្ញុំមិនអាចចូលទៅក្នុងខ្លួនអ្នកឲ្យធ្វើរឿងចំពោះអ្នកបានទេអានេះវាជាច្បាប់របស់ធម្មជាតិអញ្ចឹងយុវជនត្រូវតែទទួលស្គាល់ទៅនឹងបានហើយអាត្មាមានទស្សនៈស្ដាប់លោកប៉ែនវណ្ណាមានប្រសាសន៍មិញពីរោះដែរថាយុវជនសម័យលោកធ្វើបានប៉ុណ្ណឹងអញ្ចឹងយុវជនសម័យក្រោយព្យាយាមធ្វើអាណាមួយទៀតឲ្យវាល្អជាងហ្នឹងព្រោះបើយើងអាចធ្វើបានសម្រាប់អាត្មាវិញយុវជនគួរតែឆ្លៀតគួរតែសិក្សាអំពីកំហុសរបស់យុវជនអតីតកាលទន្ទឹមនឹងសិក្សាអំពីស្វែងយល់អំពីកំហុសបរាជ័យនៃអតីតកាលរបស់យុវជនសម័យមុនក៏គួរសិក្សាអំពីជោគជ័យអំពីភាពខំប្រឹងប្រែងការតស៊ូរបស់យុវជនសម័យមុនដែរអញ្ចឹងកត្តាពីរនេះនៃរឿងអតីតកាលអាចជាមេរៀនហើយកើតជាមនុស្សពាក្យបុរាណពាក្យនេះមិនសូវព្រោះទេថាកុំរំអួយច្រើនពេកគេគ្មានពេលសង្គមមនុស្សច្រើនណាស់ 7,000 លាននាក់អាត្មាធ្លាប់ទៅប្រជុំនៅអង្គការសហប្រជាជាតិគ្រាន់តែឃើញគេប្រជុំថាអូគេប្រជុំ 7,000 លាននាក់អញ្ចឹងគេគ្មានរឿងមកខ្វល់រឿងយើងច្រើនវិញទេអញ្ចឹងបានពាក្យបុរាណផ្ដាំដោយវិចារមានប្រសាសន៍មិញថាដួលដេកសំដួលរមូលសំក្រេកចាស់ថាបើដួលហើយយើងធ្វើកុំធ្វើដួលថែមទៀតដួលក្រោកមកហើយបើក្រេកទេកុំរមូលថែមទៀតរស់ស្អីលៀបមកអានឹងជាឆាកជីវិតជាចុងក្រោយសម្រាប់ជាយោបល់អាត្មាថាយុវជនក្តីពលរដ្ឋខ្មែរយើងគួរតែព្យាយាមសរសេរសៀវភៅអំពីឆាកជីវិតរបស់ខ្លួនឲ្យបានច្រើននេះជាប្រវត្តិសាស្ត្រមួយដែលពិតប្រាកដហើយអ្វីដែលឆ្លងកាត់របស់ប្រទេសយើងឧទាហរណ៍ជាក់ស្ដែងឲ្យបានថ្មបានលើកអញ្ចឹងគឺថាការទៅសេជីវប្រវត្តិប្រចាំថ្ងៃរបស់ខ្លួននឹងគឺជាមរតកកំណប់មហាសាលដែលនឹងមានអាយុកាលទៅរាប់រយរាប់ពាន់ឆ្នាំទៀតតួយ៉ាងលោកតាឃ្លៀងមឿងជាមេតបដ៏អស្ចារ្យទីបំផុតបានคล้ายទៅជាអ្នកតាឥឡូវតែពិតជាមេតបប៉ុន្តែយើងគោរពជាមេតបផងជាអ្នកតាផងកន្ទងខៀវជាមេតបស្រីដ៏អស្ចារ្យសម័យនោះคล้ายទៅជាឥឡូវនេះវាคล้ายទៅជាព្រាយវិញនឹងដោយសារតែការបាត់បង់នៃការសរសេរប្រវត្តិសាស្ត្រនេះជាកំហុសមួយរបស់ជនជាតិយើងគួរតែសរសេរឡើងវិញ